ចំក៏ដូចជាពុតហុចនឹងធ្វើឲ្យពួកក្រៅសងមានបងស្នោលើកទី1បានចាប់ផ្ដើមក្រហមកែរំចង់ពុតហុចឃីវវីដេអូខ្លីបាញ់លោកនាងបានឃើញពីការតាំងចិត្តរបស់កីឡាករទាំងពីរនិងការហ្វឹកហាត់តម្រូវមកដល់ការប្រកួតថ្ងៃនេះបាទសូមផ្ញើទស្សនីយភាពនៃការប្រកួតគូនេះជូនទៅដល់បងប្អូនទូទាំងព្រះរាជាណាចក្រកម្ពុជាបាទហើយសូមអរគុណបងលីសូវ៉ាត់បាទនៅសហរដ្ឋអាមេរិកឧបត្ថម្ភដល់កែរំចង់$100បងប្រុសដាវីតលាក់បាទនៅអូស្ត្រាលីឧបត្ថម្ភកែរំចង់$150បងម៉ាត់សុភីស្តេហ្វិនសុនបាទនៅស្តុកខុំបាទរដ្ឋកាលីហ្វ័រញ៉ាឧបត្ថម្ភដល់កែរំចង់$120បាទអញ្ចឹងនេះគឺអ្នកឧបត្ថម្ភបាទកែរំចង់បាទមានច្រើនបាទសម្រាប់ការឧបត្ថម្ភនេះបាទនេះគឺឥឡូវទស្សនាការប្រកួតបន្តទៀតបាទមួយសតទាត់មួយជើងរបស់ពុតហុចអាយ៉ាហុចផ្លាត់កែរំចង់ទាត់មួយជើងស្ដាំទៅហើយមួយដៃរបស់ពុតហុចបាទមួយទៅមួយមកបាទយើងឃើញថាកីឡាករទាំងពីរប៉ុនគ្នាតែម្ដងទាត់មួយជើងរបស់ហុចស្ទុះចូលប្រើកែងតែចូលមិនបានល្អកែរំចង់ដល់ចូលមកវិញតែចូលបន្តទៀតឱកាសបាទវាយដោយប្រយ័ត្នប្រយែងបំផុតសម្រាប់កីឡាករទាំងពីរកែរំចង់ក៏មិនចង់ចាញ់ក្រោមកណ្ដាប់ដៃរបស់ពុតហុចដែរពុតហុចចង់ខ្លាយខ្លួនជាក្មេងដែលយកឈ្នះកែរំចង់អាយ៉ាចូលមកប្រើនេះធ្វើឲ្យអ្នកទស្សនាមានការជួយចិត្តមួយដៃផុតអុយធាក់មួយជើងទៅវិញបាទកែរំចង់រំកិលខ្លួនចូលតែពុតហុចទាត់មួយជើងផុតកែរំចង់រំកិលបន្តទៀតតើវាឆ្វេងឬស្ដាំអត់ទាន់ដឹងទេបាទចលោមួយជើងឆ្វេងរបស់កែរំចង់ពុតហុចស្ដាំទៅវិញអត់ត្រូវពុតហុចទាត់ស្ទុះចូលប្រាជង្គង់យ៉ាងមិនឲ្យចូលគេខ្សែសងវៀនអញ្ញាកដាលោកធីនរិទ្ធញ៉ៃកីឡាករបាទមកប្រើបាសសក់របស់កីឡាករទាំងពីរចលោបន្តបាទសូមបងប្អូនស្ទើរមិនជ័យអបអរសាទរដល់កីឡាករទាំងពីរខ្លាំងដើរចូលបន្តទៀតមួយសម្រាប់កែរំចង់ទាត់សងទៅវិញកែរំចង់នៅតែរំកិលចូលមួយដដែលពុតហុចស្ទុះចូលទាត់ជើងស្ដាំមួយអាយ៉ាលើកជើងទុកលើកជើងមាញ់ការពារទេបើមិនបើកែរំចង់ចូលមកក៏មិនអាចវាយសម្រុកបានឬក៏ចំចំណុចនោះដែរកែរំចង់សម្រុកបន្តទៀតគាត់អាយ៉ាយ៉ាងម៉េចកណ្ដាប់ដៃវាយចូលបាទចាប់ទឹកទី1ទៅហើយសប្បាយមែនទែនបាទសម្រាប់ថ្ងៃនេះឥឡូវនេះទស្សនាការប្រកួតបន្តទៀតចូលទឹកទី2ពុតហុចខៀវកែរំចង់ក្រហមមួយជើងចាប់ជើងជាប់ទាត់សងទៅវិញបាទអត់មានឲ្យដល់ដីទាន់ទេមួយជើងទៅមួយជើងមកពុតហុចទាត់មួយជើងល្អទៀតអូហូយពីកកយ៉ាងម៉េចកែរំចង់វាស្កាត់អាយ៉ាធ្លាក់អត់ទេមួយជើងបន្តធ្លាក់ទៅលើខ្សែសងវៀនត្រូវបានព្រួយហត់ត្រង់អាយ៉ាអត់អីទេអំបញ្ញមិញពុតហុចចេះប្រើកលៈទេសៈនេះឆ្នៃឲ្យទៅជារឿងល្អសម្រាប់ខ្លួនគេសម្រាប់ចូលបន្តទៀតអត់ទាន់ប្រឡែងដៃចេញទេសម្រាប់កីឡាករបាទយ៉ាងម៉េចហើយអត់ទេដួលមួយជើងអាយ៉ាកែរំចង់យ៉ាងម៉េចបាទធ្វើដូច្នេះមិនអាចទទួលយកបានមួយជើងដួលបាត់ហើយយ៉ាងនេះទឹកទី2កាន់តែមានភាពកក្រៅសម្រាប់កីឡាករទាំងពីរហើយទស្សនាការប្រកួតបន្តប្រិមិត្តកុំប្រព្រឹត្តភ្នែកមួយដៃរបស់ពុតហុចទាត់ថែមមួយជើងទៀតកែរំចង់ស្ទុះជើងទាត់ជើងក្រោមតែទាត់ស្រាលកែរំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដែរយ៉ាងម៉េចហើយមួយជើងទាត់ជើងក្រោមរបស់រំចង់ទាត់សងទៅវិញរបស់ពុតហុចបាទទាត់ទៅទាត់មកប្រិមិត្តកាន់តែរន្កើនកីឡាករទាំងពីរកាន់តែវាយអត់ស្ដាយកម្លាំងដល់ចូលកែងមួយបុកចំចង្ការទាត់សងបាទអីអើយយ៉ាងម៉េចបាទស្នាមបន្តិចហើយយ៉ាងម៉េចឲ្យកែរំចង់នៅតែសម្រុកចូលដដែលបាទប្រិមិត្តកំពុងតែគេហៅថាបាំងអ្នកថាអធិប្បាយហើយបាទមើលមិនថងឃើញទេយ៉ាងម៉េច
ដួលបន្តិចបាទកែរំចង់ប្រើកណ្ដាប់ដៃល្អរបស់គេរត់សងទៅវិញពុតហុចចាប់ជើងជាប់ឱកាសកែរំចង់បែកជើងបដូរតែម្ដងយ៉ាងម៉េចពុតហុចទុនបន្តិចហើយចាំមើលនៅសល់ប្រហែលវិនាទីទៀតនៅក្នុងទឹកនេះកែងមួយល្អណាស់របស់ពុតហុចកែរំចង់ស្ទូចចូលកែរំចង់ឲ្យកែងបាញ់មិញក៏មិនធម្មតាកែរំចង់នៅតែសម្រុកចូលដដែលសម្រុកបន្តទៀតហើយមួយដៃពីរដៃឆ្វេងស្ដាំឲ្យកែងបន្តសងទៅវិញរបស់ពុតហុចអូហូយកីឡាករទាំងពីរពិតជាមានការជួយចិត្តដល់អារម្មណ៍មែនទែនបាទវាយខ្លាំងបាទធ្វើឲ្យអ្នកទស្សនានៅទីនេះបាទកាន់តែបាទមានភាពជក់ចិត្តដល់អារម្មណ៍បាទយ៉ាងម៉េចហើយបាទសូមអខន្តីអភ័យទោសផងដោយសារបាំងអ្នកទស្សនាបាទទស្សនាការប្រកួតបន្តទៀតមួយដៃផុតរបស់ពុតហុចតែចង់សម្រុកចូលសម្រុកបន្តទៀតលើកជើងចាប់ជើងជប់ឲ្យកែងមួយល្អមែនតើមួយកែងបាញ់មិញពុតហុចគាត់មកជើងសងទៅវិញដែរចាប់ទឹកទី2ចុងទឹកអាយ៉ាកែរំចង់ឆ្លៀតបានមកវិនាទីចុងទឹកពេជ្រនៅស៊ីម៉ងអូតជំរឿនដ៏ល្អបំផុតបាទហើយស៊ីម៉ងទាំងពីរប្រភេទនេះគឺឧបត្ថម្ភក៏មានរង្វាន់យ៉ាងច្រើនបាទជូនដល់អតិថិជនក៏ដូចជាអ្នកពោចែកចាយផងដែរបាទនៅទស្សនាការប្រកួតទឹកទី3បន្តទៀតក្រហមកែរំចង់ធីវពុតហុចបាទយ៉ាងម៉េចហើយកីឡាករទាំងពីរគាត់មួយជើងរបស់ហុចកែរំចង់រំកិលទុតមួយជើងផុតទៀតទុតសងទៅវិញចំផ្លូវមួយល្អចលោបន្តទាត់សងបាទឃើញថាពុតហុចទាត់ច្រើនតែអត់ត្រូវល្អប្រហែលទេបាទកែរំចង់ទាត់ចំពោះទឹកឱកាសរបស់ពុតហុចក្នុងចូលអាចឆ្នៃឱកាសបានទេកែរំចង់បាទជង្គង់ចូលឡើងដូចគ្នាកាយរុញផ្អប់ជ្រុងសងវៀនលោកធីនរិទ្ធកំពុងតាមកីឡាករយកជង្គង់មកផ្អប់ជាប់ធ្វើឱកាសទេអញ្ញាកណ្ដាលញែកកីឡាករទាំងពីរបាទសូមបងប្អូនស្ទើរមិនជ័យបាទអបអរសាទរបាទកីឡាករយើងខ្លាំងបាទសូមបញ្ជាក់ថាទោះតែចប់ការប្រកួតគូឯកនេះទើបនៅស្ទីឌីយោស្ទឹងមានជ័យដំណើរការប្រកួតបាទខុសចុះឡើងកែរំចង់ដួលបាត់ហើយផ្លួតឱកាសតាមបាញ់មិញដួលបាញ់មិញមិនប្រហែលជាការទាត់ត្រូវខ្លាំងរបស់កីឡាករពុតហុចទេកែរំចង់រំកិលខ្លួនចូលបន្តិចម្ដងទៀតពុតហុចប្រយ័ត្នប្រយែងមែនតែនដោយសារតែកែរំចង់មិនមែនជាកីឡាករធម្មតានោះទេហើយក៏កម្ររោគនៅណាដែលហ៊ានវាយកែរំចង់ដែរបាទយ៉ាងម៉េចហើយដើរចូលបន្តទៀតឱកាសរបស់ពុតហុចកំពុងតែមានតតបន្តកែរំចង់រំកិលខ្លួនចូលដដែលបាទរំកិលខ្លួនចូលយ៉ាងម៉េចហើយបាទចលោទៅចលោមកយ៉ាងម៉េចដើរចូលបន្តទាត់មួយជើងទាត់សងទៅវិញអត់ត្រូវទេបាទទាត់ទៅទាត់មកកណ្ដាប់ដៃមួយរបស់កែរំចង់វាយពីរដៃផ្ទុំទូនទៅលើផ្ទៃមុខរបស់ពុតហុចបំបែកឃុំទៀតតែណាពុតហុចថយបន្តិចហើយស្ទូចូលទាត់មួយជើងអត់ត្រូវកែរំចង់ស្ទូចូលដល់លើដល់ក្រោមបាទលូកមួយធ្វើឲ្យពុតហុចមានបញ្ហាដាល់មួយដៃបន្តទៀតយ៉ាងម៉េចហើយអត់មានវាយចេញយ៉ាងនេះពុតហុចកុំឲ្យកែរំចង់ធ្វើជុះភ្លៀងយ៉ាងណាអត់អីទេកែរំចង់ដល់ក្រោមទាត់ជើងក្រោមមួយទៀតអីយ៉ាអូហូទាត់តែបែបនេះអាចទ្រាំបានទេពុតហុចអត់អីទេជង្គង់មួយទៀតរបស់កែងមួយចំទគៀមកែរំចង់សម្រុកចូលបន្តមួយដៃពីរដៃបន្តទៀតយ៉ាងម៉េចហើយពុតហុចទាត់ផ្លត់ដួលខ្លួនឯងអូយកុំតែដួលកុំអីមួយជើងរបស់កែរំចង់ទៀតបាទបងប្អូននៅស្ទីឌីយោស្ទើរមានជ័យច្រើនទស្សនាបាទសូមហួរខ្លាំងបងប្អូននៅស្ទីឌីយោស្ទើរមានជ័យឡោបន្តទៀតហើយចប់គូនេះបងប្អូនអាចទស្សនាការប្រកួតនៅ BTV News ដែលផ្សាយផ្ទាល់ពីស្ទីឌីយោស្ទើរមានជ័យដើរចូលកណ្ដាប់ដៃឆ្វេងស្ដាំរបស់កែរំចង់ស្ទូចូលប្រើកណ្ដាប់ដៃចំទីមុខចាប់ទឹកទី3ល្មមទឹកទី4បន្តទៀតរវាងកែរំចង់ជាមួយនឹងពុតហុចពុតស្រីវងកីឡាបាទជាក្លឹបរបស់គេហុចប្រើកែងអីយ៉ាអត់អីទេហុចថាអត់អីទេរំចង់បងឥឡូវនេះតទៀតដើរចូលមួយដៃទៀតរបស់កែរំចង់ពុតហុចយ៉ាងម៉េចហើយបាទមួយដៃចំចុងដង្ហើមជឿជាក់ថាបងប្អូននៅព្រែកតេនឹងអកំពុងទស្សនាពុតហុចហើយបងប្អូននៅបាត់ដំបងនឹងអកំពុងទស្សនា
កែរំចង់ក៏ដូចជាបងប្អូនទូទាំងប្រទេសរាជាណាចក្រកម្ពុជាកំពុងគាំទ្រកីឡាករទាំងពីរមួយដៃរបស់កែរំចង់អីយើពុតហូចយ៉ាងម៉េចដើរចូលពុតហូចស្ទើរយើងឃើញថាចុងទឹកទី3ពុតហូចហាក់ដូចជាវាយមិនបានច្រើនបាទដើមទឹកនេះក៏ពុតហូចក៏បានដែរកែរំចង់សម្រុកខ្លាំងហើយទោះបីយ៉ាងណារសារពុតហូចតែហ៊ានមកប្រកួតជាមួយកែរំចង់បាទហើយក៏ធ្វើឲ្យកែរំចង់ប្រមាថចិត្តប្រមាណថ្ងៃទេមិនលោដែរមុនការប្រកួតដើរចូលមកដល់ទាត់មួយជើងអត់ត្រូវទេគាត់សងទៅវិញជើងក្រោមដកថយលឿនទោះចូលប្រើកែងដើរចូលមកដល់ទៀតមួយដៃពីរដៃរបស់កែរំចង់អាយ៉ាដកមួយជើងមួយដៃពីរដៃទៀតកែងមួយទាត់មួយជើងរបស់កែរំចង់អូហូពុតហុចឲ្យកែងដែរតែមិនអាចចូលគៀកគូប្រកួតបានងាយនោះទេគាត់មួយជើងក៏អត់ត្រូវទៀតកែរំចង់ដើរចូលច្រើនត្រូវច្រើនគាត់បន្តជើងក្រោមអីយទប់ជាប់ទេពុតហុចអញ្ញាកណ្ដាលរាប់ពុតហុចហើយអូហូ3យ៉ាងម៉េចហើយ5 6ហ៊ានទៀតទេពុតហុច8ហើយហ៊ានទេទាត់មួយជើងមួយកន្លែងនេះបន្តការប្រកួតទៀតបាទចំផ្លូវឈឺថែមមកដៃទៀតឥឡូវទស្សនាទឹកទី4ទាត់ជើងក្រោមបាទដល់ទឹកទេសម្រាប់កីឡាករពុតហុចអីយ៉ាទាត់កោកែរំចំព្យាយាមទាត់សងទៅវិញទៀតដើរចូលទាត់ជើងក្រោមបន្តទាត់ខ្លាំងវាយសងទៅវិញពុតហុចដើរចូលទាត់មួយជើងផុតពុតហុចវាយច្រើនដែរតែត្រូវតិចតួចទៅលើគូប្រកួតគាត់មួយជើងបាទអត់ត្រូវអត់មានអ្វីគួរឲ្យកត់សម្គាល់ពេលដែលវាយសម្រុកទៅលើកែរំចង់សម្រាប់កីឡាករមង្គលខៀវហើយយ៉ាងម៉េចហើយមួយដៃចំដង្ហើមមួយទៀតអរគុណដល់ស៊ីម៉ង់អិនទ្រីពេជ្រនិងស៊ីម៉ង់អូតជំរឿនល្អបំផុតហើយផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកអីយ៉ាមួយជើងនេះរាប់ជាលើកទី2យ៉ាងម៉េចហើយពុតហុចអំបញ្ញមិញចំពោះទឹក5 6អត់អីទេប្រហែលជាអាចដល់ទឹកបាទសម្រាប់កីឡាករបាទមួយជើងនេះហើយបាទរូបភាពយឺតមួយជើងនេះហើយដែលធ្វើឲ្យពុតហុចបាទអោនមុខចុះបាទតែទោះបីយ៉ាងណាក៏ដោយអាចនៅសមទឹកទៀតជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកអនុស្សាវរីយ៍របស់ស្ថានីយ៍គូរគូម៉ាយ័នអសូមកុំភ្លេចថ្ងៃសៅរ៍សប្តាហ៍ក្រោយនៅស្ទីឌីយោស្ទឹងមានជ័យនឹងមានការប្រកួតបាទពានរង្វាន់អនុស្សាវរីយ៍ទូម៉ាយ័នវេទរង្វាន់51គីឡូក្រាមជុំទី2សម្រាប់ពូល Aឥឡូវទស្សនាការប្រកួតបន្តទៀតអីយ៉ាងម៉េចហើយពុតហុចក៏សម្រុកចូលខ្លាំងដែរអីយ៉ាទឹកនេះពុតហុចជួសជុលស្ថានភាពបានប៉ុន្តែមិនដឹងថាអាចបាទធ្វើល្អបានប៉ុណ្ណឹងណានោះទេតែទោះបីយ៉ាងណាក៏ដោយពុតហុចក៏បង្កើនការវាយរបស់គេទៅលើកែរំចង់ដែរគាត់មួយជើងផតទាត់សងទៅវិញក៏អត់ត្រូវដូចគ្នាបាទសូមពីកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់គុណមរាំងផ្នែកទូម៉ាយ័នសូមទាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដើរចូលបន្តទៀតសម្រាប់ទាត់ជើងក្រោមមួយរបស់រំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដដែលពុតហុចយ៉ាងម៉េចហើយដើរចូលបន្តិចហើយមួយជើងរបស់ពុតហុចអូយដូចដើរទៅឲ្យកែរំចង់វាយទៅលើផ្ទៃមុខសម្រាប់ពុតហុចដើរចូលបន្តទៀតលោកបានម្ដាយទៀតមួយជើងអូយចំកកតែស្រាលមួយដៃពីរទៀតអត់អីទេដើរចូលបាទកម្លាំងចូលឡើងបន្តមួយដៃផុតអីច្រកទៅមកដូចគ្នាទេកែរំចង់ដើរចូលយ៉ាងខែងរែងដល់ថយបន្តិចសម្រាប់កីឡាករពុតហុចមួយដៃផតអីយ៉ាមួយដៃទៀតរបស់អីយ៉ាពុតហុចធ្វើបានល្អអមមិញតែមិនស្វ័យកែរំចង់ដើរចូលថតផតអត់ត្រូវទាត់សងទៅវិញទៀតមួយដៃផតដើរចូលសម្រុកអាយយប្រាស្នីពិសេសតែធ្វើមិនបានល្អតែទោះបីយ៉ាងណាក៏ដោយក៏សរសើរកីឡាករពុតហុចបាទដែលហ៊ានប្រកួតជាមួយកែរំចង់បាទកែងបោះអំបញ្ញមិញនេះឡើងងើដែរបាទសម្រាប់កីឡាករបាទបង្គោលខៀវ
បាទនៅសល់ជាង40វិនាទីទៀតតែប៉ុណ្ណោះនឹងចប់ទឹកទី5ដល់មួយជើង2ជើងបន្តអីយ៉ាងម៉េចហើយបាទស្រាលមួយដៃ2ដៃបន្តមួយដៃមួយកែងសងទៅវិញបាទមួយកែងទៅមួយកែងមកអត់មានឲ្យលើខ្វះទេហើយចូលបន្តទៀតបាទយ៉ាងម៉េចហើយចលោបាទឃើញថាការប្រកួតលែងសូវលឿនហើយបាទដោយសារចិត្តចប់ទឹកជាង10វិនាទីទីតែប៉ុណ្ណោះនឹងចប់ទឹកទី5ហើយយើងអាចមើលឃើញទាំងអស់គ្នាការវាយថ្ងៃនេះយ៉ាងម៉េចហើយយើងបើមើលអាចដឹងក្នុងចិត្តថាណាមានបន្ទុកបាទនាំមកនៅក្នុងការប្រកួតបាទចប់ទឹកទី5ទៅហើយដូច្នេះសូមលោកអ្នកនាងបានជ្រាបលទ្ធផលខ្លាំងដល់កីឡាករទាំងពីរណាម្ចាស់ពានទូទៅបាយ័នសម្រាប់ការប្រកួតរវាងគូឯកទាំងពីរនេះទូរទស្សនិកជនជាទីមេត្រីខ្ញុំបាទសូមអនុញ្ញាតក្រុមអញ្ជើញឧត្តមស្នេហ៍ឯកតែមើលប្រធានសហព័ន្ធកីឡាប្រដាល់ក្រុមអញ្ជើញឧត្តមឡើងមកលើសង្វៀនរបស់យើងដើម្បីផ្ទៀងផ្ទាត់ផលិតផលអនុញ្ញាតក្រុមអញ្ជើញឧត្តមស្នេហ៍ឯស៊ីនខំចន្ទរងបាទឡើងលើសង្វៀនអនុញ្ញាតក្រុមអញ្ជើញលោកទឹកថាវរិទ្ធអគ្គនាយករងទូរទស្សន៍បាយ័នបាទឡើងលើសង្វៀនអនុញ្ញាតក្រុមអញ្ជើញបាទលោកមីលកាដូហើយក្រុមអញ្ជើញលោកវេតវុធីបាទតំណាងមុនជីមុងបាទឡើងមកលើសង្វៀនរបស់យើងបាទដើម្បីផ្ទៀងផ្ទាត់លទ្ធផលហើយនឹងជូនថវិកានិងពានដល់កីឡាករគូឯករបស់យើងនៅក្នុងឱកាសនេះខ្ញុំបាទសូមជម្រាបជូនដល់ទស្សនិកជននិងទូរទស្សនិកជនផងដែរថាលទ្ធផលខ្ញុំបាទនឹងអានជូនបើសិនជាកីឡាករណានាំមុខ3ចៅក្រមនោះកីឡាករឈ្នះដោយស្វ័យប្រវត្តិមុននឹងអានលទ្ធផលខ្ញុំបានសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនជីមុងដែលបានសហការគ្នាជាមួយនឹងទូទូបាយ័នយ៉ាងជិតស្និទ្ធហើយនឹងសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្កើតកម្មវិធីប្រដាល់ជារៀងរាល់ថ្ងៃអាទិត្យថ្ងៃនេះយើងឃើញថាវត្តមានរបស់ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយនឹងគណៈអធិបតីទាំងអស់រួមជាមួយនឹងអគ្គនាយករងរបស់ទូទូបាយ័នក៏បានចូលរួមនៅក្នុងសង្វៀនរបស់យើងដើម្បីធ្វើការផ្ទៀងផ្ទាត់លទ្ធផលសម្រាប់គូឯកនៅក្នុងសប្តាហ៍នេះទស្សនិកជនជាទីមេត្រីលទ្ធផលបានមកដៃខ្ញុំបាទហើយនៅពេលនេះខ្ញុំបាទអនុញ្ញាតសូមអានជូនអំពីពិន្ទុរបស់អង្គចៅក្រមទាំង5ដែលបានផ្ដល់ពិន្ទុយ៉ាងសក្តិជូនកីឡាករគូឯករបស់យើងអង្គចៅក្រមទី1គឺអង្គចៅក្រមជួនសំណាងហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែរំចង់98ពិន្ទុជូនកីឡាករពុតហ៊ុចបង្គោលខៀវ96ពិន្ទុចៅក្រមទី2ចៅក្រមធុនសុធាហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែវរំចង់98ពិន្ទុបង្គោលខៀវ94ពិន្ទុអង្គចៅក្រមទី3គឺអង្គចៅក្រមវ៉ែនសុផលហើយពិន្ទុទៅលើកីឡាករបង្គោលក្រហមកែវរំចង់99ពិន្ទុពុតហ៊ុចបង្គោលខៀវ95ពិន្ទុដូច្នេះម្ចាស់ពានរង្វាន់បានត្រូវទៅកីឡាករកែវរំចង់បង្គោលក្រហមបាទយើងជាចូលបន្តទៀតបាទសូមអនុញ្ញាតក្រុមជើញបាទឧត្តមស្នេហ៍តែមើលបាទប្រធានសហព័ន្ធបកលពានអនុស្សាវរីយ៍ជូនកីឡាករកែវរំចង់ម្ចាស់ពានអនុស្សាវរីយ៍របស់ទូទូបាយ័នហើយបន្តទៀតអនុញ្ញាតក្រុមអញ្ជើញលោកដិតថាវរិទ្ធអគ្គនាយករងទូទូបាយ័នបកលថវិការបស់ទូទូបាយ័នជូនទៅដល់អ្នកឈ្នះហើយនិងអ្នកចាញ់នៅក្នុងកម្មវិធីរបស់យើងបាទសូមក្រុមអញ្ជើញបាទអ្នកឈ្នះបាទថវិការបស់ទូទូបាយ័នបាទបន្តទៀតសូមអាដាមស៊ីមខាន់ចន្ទរងបាទបកលថាវិការជូនទៅដល់ពុទ្ធហ៊ុចទទួលបរាជ័យនៅក្នុងពេលនេះបាទសូមទះដៃអបអរសាទរដល់កងរំពោបាទសម្រាប់សប្តាហ៍នេះយើងបានឃើញហើយម្ចាស់ពានអនុស្សាវរីយ៍និងថវិកាកិត្តិយសរបស់ទូទូបាយ័នបានទៅលើកីឡាករកែវរំចង់ជាលើកក្នុងឱកាសនេះក៏ថ្លែងអំណរគុណផងដែរដល់វត្តមានរបស់ឧត្តមស្នេហ៍ឯកតែមើលនិងឧត្តមស្នេហ៍ឯកស៊ីខំចាំរងប្រធានសហព័ន្ធកីឡាប្រដាល់និងលោកទឹកថាវរិទ្ធ